ยโยมบางทางตามเคยไอ้กระซากันบางทางตามสไลด์đấy จะเคยลูกเคย ไงนี่ยืงผมโมผมดมนะเอาไว้ได้ยืงบานจะใจเคลียร์ขนมจะเปรี้ยวบุญสัปดาห์ไอ้บุกอย่างสัปดาห์นี่คือปรามสัปดาห์เรียกว่าใจเคลียร์ไอ้สิ่งคำถามบอกโอนยืงบานดังจ้าการเงี้ยแต่ก็แต่ยืงบานชุบเคลียร์ตั้งที่สัปดาห์ที่มุ้ยเราต่อสัปดาห์ที่ปรามด้วยยืงแต่ออกเคลียร์เหมือนสัปดาห์เนี่ยตันนี้เด็กยมจังคือยืงรวมออกเคลียร์แต่ว่ายืงมันเคลียร์อ่านคือยืงบานดังย้ำก่อนจังนะก็สำหรับยังอัดเฉียดอ่านเขาบอกไปภาษาก็วันอาจมีอะไรจะเรียกชวนของคนจึงได้จังคือสัตว์ตาจึงเฉียดออกเนี้ยดังใบบานจมเรียบเคลียต่อเคลียบางดังเขาปีไว้ได้เตียต่อเป็นดังเมรินบอกเจอเมรินบอกเยอะนะพี่เปียปอนเคลียเตียต่อเป็นดังจุดสะผมพ้องสลาเรียนใบตองพ้องไปนั้นตัวเดินอาภิวัตประกอบเราเจริญกิจchân dương bạn nhẹ nơi hoặc bay buồn bạn nhẹ ta vậy là chia cô đỡ cứ cô đỡ oi bên cả control rồi có control bên đó cả cái tầm rong bỏ xuống ở cùng chung chung cái lại thì mình sẽ mấy trong bàn Facebook rồi làm trở lại ở cùng nhân cái phạt bằng lifelong learning ก็คือជាទ្រឹស្ដីមួយយូរហើយដែលយើងដឹងទាំងអស់គ្នាតាំងពីចំនួនទសវត្ស80រហូតដល់90រហូតដល់ពេលនេះក៏ទៅតែ lifelong learning ដែរ lifelong learning ហើយការពីថ្ងៃទី10ខែកញ្ញានេះក្រសួងយើងក៏បានប្រារព្ធពិធីទីពីអក្សរកម្មនៅខេត្តកញ្ចេះហើយបងប្អូនយើងនៅខេត្តកញ្ចេះប្រហែលជាបានចូលរួមមកចំនួនធំតាមខ្ញុំមើលខ្ញុំក៏បានចូលរួមនៅទីនោះដែរដោយមានការចូលរួមជាអធិបតីដោយអាដាមប្រជាចារប្រតិគឺជំរុញទៅយើងជំរុញគ្រប់គ្នាទាំងក្នុងប្រព័ន្ធទាំងក្រៅប្រព័ន្ធហើយទាំងការអប់រំពិសេសបច្ចុប្បន្នក៏យើងធ្វើការបន្តគ្នាមានសមិទ្ធផលច្រើនតាក់ទងទៅនឹងការអប់រំហើយជាពិសេសគឺក៏មានលទ្ធផលច្រើនតាក់ទងទៅនឹងការអប់រំផ្នែកបរិយាបន្នដែរបងប្អូនយើងអាចសង្ខេបបានទេថាអ្វីខ្លះដែលយើងរៀនពីដំបូងមកដល់ពេលនេះខ្ញុំចង់ឲ្យរំលឹកពីបងប្អូនយើងបានជ្រាបអីខ្លះជាការចូលរួមមតិទាំងអស់គ្នាតិចម្នាក់មកដើម្បីយើងបញ្ជាក់ថាបងប្អូនយើងបានដឹងហើយបងប្អូនយើងបានចែករំលែកទោះបីជាមានភាពមិនមានយករវល់ចំណាក់ដល់ក៏ប៉ុន្តែបងប្អូនយើងបានដឹងនេះគឺជាមោទនភាពរបស់វគ្គយើងហើយក៏ជាមោទនភាពរបស់បងប្អូនយើងផ្ទាល់ដែរហើយកន្លែងខ្លះគឺពេលខ្លះយើងមានការលំបាកក្នុងការស្វែងរកឯកសារដើម្បីបានដឹងពីអ្វីដែលជាកំណែតម្រង់ថ្មីរបស់ក្រសួងយើងក៏ដូចជាការអប់រំរបស់យើងយ៉ាងខ្ញុំសូមទុកពេលឲ្យអាច10នាទីឲ្យបងប្អូនយើងបញ្ចេញមតិតាក់ទងទៅនឹងការសិក្សាមួយចំនួនតាំងពីដើមរហូតមកដល់ពេលនេះបាទសូមអញ្ជើញស្ម័គ្រចិត្តមកហើយសង្ឃឹមថាមតិយោបល់របស់បងប្អូនដែលបានជម្រាបជូននៅក្នុងវេទិកានេះគឺជាមតិយោបល់ដែល
ជាការកែលម្អដើម្បីឲ្យការងាររបស់យើងកាន់តែល្អប្រសើរថែមទៀតហើយក៏បង្ហាញពីបទពិសោធន៍នានាដែលបងប្អូនយើងអនុវត្តនៅមូលដ្ឋានសាលារៀនរបស់យើងក៏ដូចជានៅមូលដ្ឋានសាលាគ្រប់កសលឬមួយក៏មន្ទីរឬមួយក៏ស្ថាប័នផ្សេងៗទាក់ទងទៅនឹងសាលាបៃតងទាក់ទងទៅនឹងការអវត្តប្រកបដោយចីរភាពហើយនឹងទាក់ទងទៅនឹងផែនការយុទ្ធសាស្ត្រវិស័យអប់រំយើងជាដើមឡើងបាទសូមអញ្ជើញបាទសូមចូលរួមតិចលើកមួយបាទសូមអញ្ជើញ វាចូលលោកគ្រូ បាទយល់សួរបាទ ចាខ្ញុំអត់មើលសភៅហើយមិនចាំច្រើនទេខ្ញុំបានសិក្សាពីលោកគ្រូបានច្រើនហើយជាពិសេសគឺSDG ចាហើយនឹងសាលាបៃតងហើយការសាងសង់សាលាត្រូវគ្រប់ទៅតាមក្រឹតក្រមបានច្បាស់លាស់ដូចជាមានសម្លៀកបំពាក់មានខោមានមួកមានអីនៅពេលសាងសង់សាលាហើយមានវិន័យគ្រប់គ្រងនៅពេលសាងសង់សាលាហើយនឹងមុននឹងសាងសង់ហ្នឹងយើងត្រូវដោះមីនដោះអីកុំឲ្យមានប៉ះពាល់នៅស្ថានភាពណាមានមីនអីនៅក្នុងនៅសាលានៅមុននឹងសាងសង់ចឹងហើយខ្ញុំអរគុណដែរបានដឹងរឿងនេះច្រើននៅពេលលោកគ្រូបានបង្ហាត់ពេលខ្លះទៅយើងមិនចាប់អារម្មណ៍ពីការសាងសង់ការត្រូវរៀបចំដូចនេះទេហើយបើយើងបានយល់ទៅការសាងសង់យើងរៀបចំដូចនេះបានន័យថាសុវត្ថិភាពទាំងអស់គ្នាលោកគ្រូបាទចាហើយខ្ញុំក៏អរគុណលោកគ្រូបានបញ្យល់ពីរឿងនេះហើយខ្ញុំបានយល់អញ្ចឹងទៅខ្ញុំបានដឹងហើយអានេះមិនមែនដឹងលេងទេគឺចាំបានយូរលោកគ្រូដោយសារតែខ្ញុំនិយាយនេះខ្ញុំអត់មានមើលមេរៀនទេចាអរគុណច្រើនលោកគ្រូបាទអរគុណបាទហើយយើងខិតខំជ្រាបនៅអ្វីដែលជាទិភាពគ្រប់គ្រងបែបវិទ្យាសាស្ត្រផងហើយគ្រប់គ្រងបែបបទពិសោធន៍ដែលយើងធ្វើកន្លងមកផងពេលខ្លះការងារតូចតាចទេប៉ុន្តែបើសិនបើអត់មាននីតិវិធីដឹងគឺយើងក៏មិនបានដឹងដែរហើយបើសិនបើអត់មានជារបៀបជំរាបជូនឬក៏បញ្ចូលបងប្អូនយើងក៏មានការសិទ្ធិស្ពិលការដឹងដល់ជាការងារមួយចំនួនជាសិទ្ធិរបស់យើងដែលយើងអាចធ្វើបានប៉ុន្តែបើជាបងប្អូនយើងមករៀនធ្វើទៅវិញហើយផ្ទុយទៅវិញការងារខ្លះដែលយើងក្រសួងហាមឃាត់ឬមួយក៏ច្បាប់ហាមឃាត់បើជាយើងមានការខ្លោះឆ្លោយឬក៏អនុវត្តដោយចេតនាឬក៏អចេតនាទៅវិញនេះគឺជាបទពិសោធន៍ដែលយើងបានកាន់តគ្នាហើយខ្ញុំពិតទៅខិតខំចងក្រងនៅអ្វីដែលជាបទពិសោធន៍អនុវត្តជាក់ស្ដែងណាឲ្យបានច្រើនដើម្បីជម្រាបជូនបងប្អូនយើងឲ្យបានយល់ឲ្យយ៉ាងទៀតប្រសិនបើការងារទាំងអស់ចេញមកពីបទពិសោធន៍គឺបងប្អូនយើងបានចាំបានយូរហើយនឹងក៏អាចយល់បានច្រើនហើយក៏អាចជម្រាបជូនទៅអ្នកទី3បានលឿននឹងបញ្យល់ទៅអ្នកទី3បានរហ័សរហួនដែរបាទនេះគឺជាអ្វីដែលយើងចង់បានហើយម្យ៉ាងទៀតនេះក៏ជាយុទ្ធសាស្ត្ររបស់គម្រោងយើងដែរដែលគម្រោងយើងនេះគឺធ្វើយ៉ាងណាគឺការអនុវត្តហើយនឹងទ្រឹស្ដីគឺផ្សារភ្ជាប់គ្នាដើម្បីបង្ហាញពីទ្រឹស្ដីហើយបើសិនមកយើងប្រៀបធៀបទៅនឹងការអនុវត្តតើយើងអនុវត្តបានដូចប្រមាណ%ឬក៏កម្រិតណាតែអ្វីដែលយើងសង្ឃឹមអ្វីដែលយើងបានដាក់សេចក្តីសង្ឃឹមគឺយើងនឹងទទួលបានទោះបីជាក្នុងរយៈពេលខ្លីឬក៏រយៈពេលវែងឬមួយក៏ពេលវេលាយ៉ាងណាក៏ដោយបាទនេះគឺជាមោទនភាពរបស់គម្រោងយើងហើយក៏ជាមោទនភាពរបស់ប
បងប្អូនយើងដែលបានចូលរួមសរស័ក្តិស្រាំនៅក្នុងការងារជាពិសេសនៅក្នុងក្របខ័ណ្ឌគម្រោងរបស់យើងតែម្ដងបាទសូមអរគុណបាទសូមអញ្ជើញបន្តទៀតបាទ ចាខ្ញុំអស់ហើយលោកគ្រូចា បាទ លោកគ្រូខ្ញុំឃើញថាលោកគ្រូដូចមានប្រសាសន៍មិនមកទូទៅមិនច្រើនទេប៉ុន្តែដូចជាចងចាំដូចជាបទពិសោធន៍មួយធ្វើឲ្យយើងចងចាំបានយូរលោកគ្រូតាំងពីលោកគ្រូបរៀនមកដល់នេះគួរតែភ្លេចទៅព្រោះខ្ញុំបកកែភ្លេចដែរតែអត់ភ្លេចលោកគ្រូអរគុណច្រើនលោកគ្រូអរគុណខ្ញុំបាទចឹងអរគុណខ្លួនឯងដំបងសិនមុននឹងអរគុណអ្នកដទៃ ចាលោកគ្រូអរគុណច្រើនលោកគ្រូ បាទអរគុណបាទបាទសូមជួយខាត់ផ្សេងទៀតបាទសូមជួយចូលរួមបន្តិចនៅថ្ងៃនេះបានជើញបានជើញបាទ បាទមកទៅរួចនិយាយទៅដែរនិយាយឲ្យហើយមុនគេទៅ ជើញអរគុណបាទជើញបាទ បាទសូមគ្រប់លោកគ្រូឧទ្ទេសទីគោរពហើយសូមគោរពលោកគ្រូអ្នកគ្រូទាំងអស់ដែលមានវត្តមានដែលជាទីខាកាមដែលអញ្ជើញចូលសិក្សានៅក្នុងថ្ងៃនេះបាទតកតងនឹងថ្ងៃនេះជាសប្តាហ៍ទី5ក្នុងការសិក្សាបណ្ដុះបណ្ដាលគុណវត្តគ្រូបរិញ្ញាបត្រតកតងទៅនឹងសហគមន៍សាលារៀនបៃតងនិងការប្រកបដោយសេរីភាពបាទចឹងខ្ញុំមិនទៅដូចជាចាំបន្តិចភ្លេចវាច្រើនក៏ត្រូវតែធ្វើរំលឹកនីកម្មឡើងវិញដែលអាចថាចាំបានប្រមាណគឺចូលរួមបច្ចេកមតិប៉ុណ្ណឹងសូមគ្រូអធិស្ឋានផងបាទអត់អីទេជើញការពិតទៅនៅក្នុងនេះដូចលោកគ្រូជំរាបវិសាស្ត្រពីខាងដើមមិញថាវាតកតងគ្នាច្រើនណាស់ទី1គឺយុទ្ធសាស្ត្រសហគមន៍សាលារៀនទី2សហគមន៍សាលារៀនបៃតងនិងទី3ការអភិវឌ្ឍប្រកបទៅដោយចីរភាពអញ្ចឹង5សប្តាហ៍កន្លងមកនេះគឺមេរៀនទាំងអស់វាបតៈបលាគ្នាអញ្ចឹងក៏ចាប់ពីនៅក្នុងចំណុចទី1ដំបូងតកតងនៅយុទ្ធសាស្ត្រសហគមន៍សាលារៀនហ្នឹងបាទតាមខ្ញុំចាំខ្លះមកយុទ្ធសាស្ត្រសហគមន៍សាលារៀនគឺតកតងទៅនឹងសាលារៀនគឺត្រូវបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួនអញ្ចឹងដើម្បីឲ្យសាលារៀនមួយនឹងមានការអភិវឌ្ឍលេចធ្លោមានការអប់រំល្អតកតងទៅនឹងការបង្កើនគុណភាពអប់រំអញ្ចឹងសាលារៀននឹងត្រូវតែមានផែនការយុទ្ធសាស្ត្រសាលាយើងនេះយកគឺទៅប្រជុំបាទហើយអញ្ចឹងសាលារៀនហ្នឹងគឺត្រូវតែបង្កើតគេហៅថាគណៈកម្មការនានាបាទដែលជាយុទ្ធសាស្ត្រហ្នឹងបង្កើតគណៈកម្មការនានាគឺគណៈកម្មការគ្រប់គ្រងសាលារៀនបាទកម្មការគ្រប់គ្រងថ្នាក់រៀននិងគណៈកម្មការផ្សេងទៀតបាទតកតងនឹងអាជីវករតកតងការគិងកោរកសប្បុរសជនម្ចាស់ជំនួយក្នុងការឧបត្ថម្ភក្នុងការកសាងសាលាហើយចំណុចមួយទៀតដែរគឺតកតងទៅនឹងថាធ្វើយ៉ាងណាឲ្យសាលារៀនហ្នឹងផ្សារភ្ជាប់ជាមួយគ្នារវាងសហគមន៍មេដាបេដាសិស្សជាមួយនឹងគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូឲ្យវាដើរស៊ីសង្វាក់គ្នាឲ្យព័ត៌មានហ្នឹងគឺត្រឡប់នឹងឆ្លុះគ្នាទៅវិញទៅមកបាទដើម្បីឲ្យដឹងពីសុខទុក្ខរវាងមេដាបេដាសិស្សហើយជាមួយលោកគ្រូអ្នកគ្រូ
តម្រូវការរបស់អង្គភាពហ្នឹងហើយតកតងមួយទៀតដែរគឺការគ្រប់គ្រងអត់អីបងចេញទេធានាបាត់ហើយបងចាំគាត់មកហើយយើងនឹង ឆ្លង ចាំទៅតាមជំនួយ បាទលោកគ្រូជាគាត់បើកមីក្រូហ្វូនដែរ សូមបាត់ផងមកអ្នកដែលមិនទាន់បាននិយាយបាទចេញទៅត បាទសូមបន្តទៀតតកតងនឹងការគ្រប់គ្រងគណៈរៀនហ្នឹងគឺត្រូវមានការបង្កើតជាក្រុមប្រឹក្សាកុមារបង្កើតជាក្រុមប្រឹក្សាយុវជនមានបង្កើតតារាងផ្សេងសម្រាប់ការគ្រប់គ្រងទិន្នន័យគ្រប់គ្រងព័ត៌មានបាទនិយាយទៅវាច្រើនណាស់បាទមេរៀនដែលលោកគ្រូអ្នកគ្រូទេសគាត់បានបញ្ជាមកឲ្យនោះគេต้องសិតតែផែនការយុទ្ធសាស្ត្របាទតាំងពីFGEdTech អីហ្នឹងសិតតែជាផែនការយុទ្ធសាស្ត្របាទរបស់សាលារៀនហើយហើយមួយទៀតនៅក្នុងចំណុចទី2តកតងសហគមន៍សាលារៀនបៃតងហ្នឹងគឺផ្ដោតសំខាន់គឺទៅលើបរិស្ថានសាលារៀនស្អាតហើយបរិស្ថានសាលារៀនស្អាតហ្នឹងគឺតកតងបរិស្ថានសាលារៀនបៃតងហ្នឹងឯងគឺមានសម្រាប់មានថង់ប្លាស្ទិកបាទមានដើមឈើមានសួនច្បារមានប្រព័ន្ធទឹកស្អាតមានបង្គន់អនាម័យមានប្រព័ន្ធទឹកស្អាតដែលប្រកបទៅដោយលក្ខណៈបច្ចេកទេសមានកន្លែងអនាម័យលាងដៃមានសាប៊ូហើយតកតងនឹងថាមពលត្រូវមានប្រព័ន្ធអគ្គិសនីពុតភូមិត្រូវមានប្រព័ន្ធសូឡាហើយអគ្គិសនីពុតភូមិហ្នឹងគឺត្រូវប្រើប្រាស់ឲ្យមានរបៀបឲ្យមានលក្ខណៈព្រោះថាអគ្គិសនីវាជាអាវុធវាដូចបិសាចអញ្ចឹងបំលែងទៅច្រើនណាស់ហើយវាអាចសម្លាប់មនុស្សឃើញតែស្ងាត់ទាំងប៉ុន្តែគឺភ្លើងហើយថាម៉េចបានមិនក្តៅមើលទៅនៅក្នុងខ្សែមិនឃើញមានភ្លើងចុះចេញមកมันក៏មានភ្លើងក្មេងៗវាចេះស៊ូបាទហើយមួយទៀតគឺចូលរួមដើមឈើឲ្យបានច្រើនការដើមឈើហ្នឹងគឺតម្រូវឲ្យដើមឈើណាដែលបង្ហាញពីវប្បធម៌ផងដែរដើមឈើខ្លះទៅអាចមានអាយុកាលវែងតែដើមឈើខ្លះទៅវាអាចជាផលប៉ះពាល់ដល់សុវត្ថិកម្មដីធ្វើឲ្យខូចដីធ្វើឲ្យបាត់បង់ជីជាតិដូចជាប្រេងខ្យល់អាកាសចាយនឹងជាដើមវាឆាប់លូតលាស់មកក៏ប៉ុន្តែវាបង្កផលប៉ះពាល់វាងាយរលំវាងាយបាក់ហើយវាឆាប់ខូចជីជាតិទៀតស្រូបជាតិទឹកច្រើនណាស់ដើមពីប្រភេទនេះបាទហើយបញ្ហាការគ្រប់គ្រងសម្រាមញែកលបាយសម្រាមដែលយើងអាចកែច្នៃឡើងវិញបាទសិតតែជានៅក្នុងបញ្ហាការគ្រប់គ្រងនៅក្នុងសហគមន៍សាលារៀនបៃតងបាទហើយចំណុចមួយទៀតការអភិវឌ្ឍប្រកបទៅដោយចីរភាពហ្នឹងគឺបើតាមខ្ញុំមើលទៅមេរៀននេះមានលក្ខណៈវិទ្យាសាស្ត្រនិងស៊ីជម្រៅខ្លាំងណាស់ในทางการគ្រប់គ្រងវាដូចជាវត្តមួយអញ្ចឹងមិនមែនវត្តលោកទេវាគេថាផលដែលជះឲ្យគ្នាទៅវិញទៅមកណាបាទអញ្ចឹងបើសិនតែយើងធ្វើអីមួយត្រូវតែមានលេចចេញនៅផលប៉ះពាល់អ្វីមួយផ្សេងទៀតបាទចំណុចនេះខ្ញុំឃើញថាមានពាក្យអក្សរកាត់ជាច្រើនដែលជាអក្សរបរទេសហ្នឹងអញ្ចឹងខ្ញុំមិនសូវប្រកាសជាផ្នែកភាសាបរទេសហ្នឹងដែរទេបាទឃើញថាមេរៀនចុងក្រោយតកតងនឹងគេហៅថា SDS ហ្នឹងខ្ញុំមើលទៅដូចជាមានច្រើនចំណុចបដិកលាគ្នាដែលគេនិយាយពីការបញ្ចប់ជាប្រិយក្របញ្ចប់ភាពអត់ឃ្លានបញ្ហាសុខភាពនិងសុវត្ថិភាពគុណភាពអប់រំសមភាព gender ហើយ
បញ្ហាទឹកស្អាតអនាម័យបញ្ហាធម្មពលស្អាតតម្លៃសមរម្យការងារសមរម្យកំណើនសេដ្ឋកិច្ចឧស្សាហកម្មកែច្នៃប្រឌិតនិងហេដ្ឋារចនាសម្ព័ន្ធអឺទីក្រុងនិងសហគមន៍ប្រកបដោយចីរភាពការប្រើប្រាស់ការផលិតប្រកបទៅដោយចីរភាពសកម្មភាពទាក់ទងទៅនឹងអាកាសធាតុស្អាតការអភិរក្សជីវិតក្នុងសមុទ្រអភិរក្សជីវិតលើដីសន្តិភាពយុត្តិធម៌ស្ថាប័ននិងរឹងមាំដៃគូអភិវឌ្ឍបាទផលប៉ះពាល់ជាអវិជ្ជមានរបស់មីនបាទអញ្ចឹងសិតតែជាចុងក្រោយនេះគឺជាគេហៅថាប្រធានបទរបស់ប្រទេសកម្ពុជាបាទអញ្ចឹងនៅក្នុងចំណុចការអភិវឌ្ឍប្រកបដោយចីរភាពហ្នឹងគឺខ្ញុំបានដូចជាចាំបានតិចប៉ុណ្្នឹងដែរលោកគ្រូអញ្ចឹងមានការខ្វះខាតអីសូមអធិស្ឋានហើយសូមគ្រូជួយបំពេញផងបាទសូមអរគុណអស្ចារ្យនិយាយចាំបានច្រើនថាអត់ចាំមិនទេបងបាទរៀបរាប់មកហ្នឹងគឺចូលក្នុង clear ខ្លឹមខ្លីរបស់មេរៀនយើងទាំងអស់ហើយមិនថាអត់ចាំណាដោយអ្នកគ្រូខាងដើមមានប្រសាសន៍អញ្ចឹងគឺសុទ្ធតែបានយល់ហើយបាននិយាយកើតបាទសិនជាមិនយល់គឺបាននិយាយដែរណាអញ្ចឹងបានន័យថាឲ្យបងប្អូនយើងខិតខំប្រឹងប្រែងដើម្បីជាមានភាពមមាញឹកយ៉ាងណាក៏ដោយបាទហើយការងារទាំងអស់គឺសុទ្ធតែបាទប្រាប់យើងអំពីរបៀបរបបនៃការអភិវឌ្ឍការងារជាពិសេសនៅសាលារៀនដែលយើងកំពុងតែអនុវត្តបន្តដោយផងជាគណៈអង្គគណៈកម្មឬក៏គណៈគ្រប់គ្រងរបស់សាលាអញ្ចឹងគឺគាត់ណាស់យើងសិនបើអនុវត្តការងាររបស់បានគឺកាន់តែអបអរសាហើយយើងគិតថាមិនគិតតែលើតែរឿងធំទេសូម្បីតែរឿងសម្រាមរឿងគ្រប់គ្រងសម្រាមក៏វាសិនបើយើងធ្វើបានជោគជ័យរឿងហ្នឹងក៏ជាកិត្តិយសមួយរបស់សាលាយើងដែរព្រោះថាករណីនេះគឺជាករណីដែលមានជាប្រចាំនៅក្នុងមូលដ្ឋានរបស់យើងហើយជាពិសេសនៅថ្នាក់នៅតាមសាលារៀនរបស់យើងបញ្ហានេះគឺមានជាច្រើនហើយខ្ញុំក៏បានមើលដែរគឺសិនបើយើងប្រៀបធៀបទៅសាលារបស់យើងទីតាំងរបស់យើងហើយក៏ប្រៀបធៀបជាមួយនឹងសាលារបស់ប្រទេសជិតខាងយើងទាំងខាងលិចទាំងកើតខាងជើងក៏ដោយក៏យើងមិនជាចាញ់ស្ថានភាពនៅស្រុកគេប្រហែលដែរទេចាញ់ស្រុកគេមកទេគឺថាយើងអាចល្អភាសាជាផងកន្លែងខ្លះខ្ញុំធ្លាប់ធ្វើការជាមួយនឹងដៃគូអភិវឌ្ឍជាឧទាហរណ៍មួយគឺគាត់ថានៅស្រុករបស់គាត់នៅពេលដែលចាប់ផ្ដើមឬក៏ពេលកំពុងតែកំណែតម្រង់ចឹងរបស់របរប្រើប្រាស់ជាពិសេសហេដ្ឋារចនាសម្ព័ន្ធឬក៏គ្រឿងសង្ហារឹមរបស់គាត់ដែលបានប្រើប្រាស់នៅសាលាគាត់នោះគឺមិនដូចយើងទេយើងគឺមានការលឿនដោយសារយើងស្រុកស្រួលគ្នាហើយមានការទទួលខុសត្រូវរៀងខ្លួនជាការល្អប្រសើរឥឡូវនេះទោះបីជាហេដ្ឋារចនាសម្ព័ន្ធរបស់យើងកំពុងតែកសាងជាពិសេសសាលារៀនរបស់យើងដែលជាតម្រូវការដ៏ចាំបាច់របស់បងប្អូនយើងទៅតាមបណ្ដាស្រុកបណ្ដាខេត្តក៏យើងប្រឹងប្រែងធ្វើទាំងគ្រប់ដៃគូសហការពីថាវិការរដ្ឋក្តីពីថាវិការរបស់គម្រោងក្តីឬក៏ពីថាវិការដៃគូជាពហុភាគីក្តីជាទ្វេភាគីក្តីគឺយើងខិតខំប្រឹងប្រែងដើម្បីធ្វើការងារនេះហើយបើសិនបើបងប្អូនយើងបានជើញទៅដល់តំបន់ដាច់ស្រយាលឆ្ងាយក៏ត្រូវតែមានសាលារៀនរបស់យើងលេចធ្លោនៅក្នុងតំបន់ដែលមានព្រៃក្រាស់ក៏យើងមានសាលារៀនហើយសាលារៀនរបស់យើងគឺធ្វើតាមស្តង់ដារដែលក្រសួងយើងបានដាក់ចេញបាទអរគុណណាស់បងខាងស្វាយរៀងដែលបានសង្ខេបនៅអ្វីដែលជាការងាររបស់យើងបានជជែកគ្នាក្នុងរយៈពេល5សប្តាហ៍នេះបាទសូមជឿខេត្តអរគុណចំពោះបាទសូមជឿបាទសូមជឿខេត្តព្រៃវែងម្ដងមើលសូមស្ដាប់អ្នកព្រៃវែងតិចមកសូមជឿ
អ្នកប្រិយវ័យបានចូលរួមទេ Hello គ្រូ បាទអញ្ជើញ កន្លែងទៅយកទឹកមិញគ្រូ អូឥឡូវយកមកហើយចឹងហ៎ បាទ អញ្ជើញបាទអញ្ជើញមានសាស្ត្រទីមកចូលរួមដល់គ្នាបាទ បាទតកតងនឹងការសិក្សាហ្នឹងវាដោយលោកគ្រូខាងស្វ័យរៀនគាត់មានប្រសាសន៍តែមានសារៈសំខាន់គ្រូ បាទ ប៉ុន្តែដល់ការអនុវត្តរបស់សាលាមួយវាមិនដូចគ្នាវាអត់ដូចគ្នាទេគ្រូ បាទ ដូចខាងខ្ញុំដូចខ្ញុំជម្រាបប្រាប់លោកគ្រូកាលមុនអញ្ចឹងវានៅខ្សោយវាមិនទាន់បានល្អប្រសើរប៉ុន្តែវាបានខ្លះគឺសមជាងកាលមុនបើកាលមុនហ្នឹងវាសម្រាមហ្នឹងវានិយាយសម្រាមមិននិយាយទេកាលមុនឥឡូវវាសមបន្តិច បាទ មើលរៀងយល់ដឹងខ្លះបើកាលមុនអត់យល់ដឹងលោកសំបីទេសម្ភារៈវិជ្ជសាស្ត្ររបស់ពេទ្យកាលមុននឹងយកពីណាមកដាក់នៅសាលាខ្ញុំនៅឡខ្ញុំដុតសម្រាមស្រាប់តែឆ្នាំពេទ្យតែខ្ញុំប្រាប់ទៅប្រធានដល់សុខភាពឲ្យគាត់ស្រាវជ្រាវមើលអ្នកណាយកម្ចាស់ហ្នឹងដល់តាំងពីនោះមកស្ងាត់ឡើយឃើញមានយកសបកឆ្នាំពេទ្យមកចាក់ចោលនឹងឡខ្ញុំចឹងមិនតែពេទ្យតាមភូមិហ្នឹងនឹងមានកន្លែងចាក់យកមកលួចចាក់យប់ទៅក្នុងគ្រូចឹងមុនធ្វើឡ3ដែរឡដុតសម្រាម3បាទឥឡូវវាបែកបាក់អស់ហើយព្រោះខាងក្រោមមកលើបែកបាក់ហើយវាធ្វើរឿងយូរដែរហើយ ហើយកាលនោះជាបរិវត្តអត់យល់អានេះយកសម្រាមពីណាយកមកចោលក្នុងសាលារៀនដល់ឥឡូវលែងទៅមានយល់ដឹងខ្លះលែងមានយកមកចោលហើយបាទតកតងការដាំដើមឈើដាំបានច្រើនហើយបើខាងខ្ញុំដាំដើមបេងហើយដើមចឹកដើមអីដើមដើមល្អនោះសាលាខ្ញុំដាំដូចអត់ជាប់គេចឹងគ្រូឲ្យតែភ្លៀងខ្យល់ដួលអស់ពួកដើមវាខ្ពស់ពេកដើមស្លឹកវាធំស្លឹកវាលុបច្រើន ដីសាលាខ្ញុំឲ្យតែពេលខែភាសាវាខាងក្រោមវាខួរដៃអញ្ចឹងវាអត់ជាប់ដាំច្រើនដួលក៏ច្រើនឥឡូវបានចាក់ដីថែមវារឹងជាងមុនតិចឲ្យតែភ្លៀងដួលអស់ហើយដើមធ្នងដើមអីគេថាដើមល្អហ្នឹងដួលខ្ទេចគ្នានៅទេចឹងថាបើយកគីឈើទាលដើមអានោះដូចមិនសូវដួលដើមនោះ សាកមើលដើមអីក៏ល្អតែមិនអីឲ្យដាំបានច្រើន កាលមុនឃើញសាលាខ្ញុំយកមកដាំច្រើនដែរបើដូចដាំអត់យកចិត្តដាក់ឥឡូវដូចងាប់អស់លីងទេអត់មាននៅបាទបើធ្វើសុំវានៅដល់អត់ធ្វើសុំអញ្ចឹងដាំអត់នៅទេដឹងហើយធ្វើទៅមានអីដឹងហើយធ្វើទៅសហការនេះមើលបាទ កាលមុនខ្ញុំប្រាប់នាយករបស់ខ្ញុំថាឲ្យដាំជាទៀលគីវិញមកល្អជាងហើយគាត់ក៏ទិញបានថែមខ្លះបានដល់អត់សូវយកចិត្តដាក់វាអត់កើតក្នុងដាំនៅខែប្រាំងពេកបាទវាអញ្ចឹងវាបៃតងវាបានខ្លះហើយបាទហើយបើតាក់ទងនឹងការចូលប្រជុំអីសាលាខ្ញុំយកសាលាអត់ចូលប្រជុំគេខ្ញុំប្រាប់ក៏អត់ចូលប្រជុំលេខាចូលអញ្ចឹងអត់មានសកម្មភាពទេអញ្ចឹងតែយើងនិយាយទៅគាត់ដូចអនុវត្តអត់អនុវត្តសាលាខ្ញុំមិនទាន់មានយុមែនតើគាត់យុដៃទីអញ្ចឹងគាត់រៀបខ្ជិលដែរបើសិនតែគាត់យុមែនតើគាត់សកម្មដែរយ៉ាងទៅបាច់មិនក៏យូរមកមានប្រព័ន្ធតែងតាំងហ៎ បាទអត់តែងតាំងដឹងមិនគេអត់តែងតាំងខ្ញុំហើយអញ្ចឹងគាត់ជាធ្វើអត់ចំណាប់ខ្ញុំគាត់បានជាប់ជានាយកមែនតើលួចចំណាប់ជាងនឹងអញ្ចឹងគាត់អាងឲ្យតែលេខាអ្នកចូលជំនួសហើយដោយរបាយការណ៍តកតងគ្រូសរិនដាក់មកខ្ញុំដាក់ឲ្យគាត់ហើយជួយបំពេញជាមួយលេខាលេងអត់បំពេញគេថារវល់រហូតអញ្ចឹងគាត់អត់បំពេញឲ្យអញ្ចឹងខ្ញុំខ្វះក្នុងទាំងអស់តែតើគ្រូសរិនច្រើនចំណុចចុះអញ្ចឹងខ្ញុំលាក់ទៅក្នុងមកទៅបើយើងដាក់ខ្លួនឯងជាដាក់វាជាបានមកកន្លែងដាក់ទៅវាត្រូវឯកភាពគ្នាគ្រូ បាទត្រូវអានោះក៏មានការប្រជុំគ្នានិយាយគ្នាណា អញ្ចឹងខ្ញុំធ្លាក់មុខវិជ្ជាគ្រូសរិនទាំងអស់នោះអាចុងក្រោយទាំងអស់ ប្រាប់ទៅ គ្រូបានខ្លះដែលថាបានពីអ្នកគ្រូខ្លះមកជាដាក់ជាមួយគេទេគ្រូរៀនទៅចេះបាទអរគុណខ្ញុំមានប៉ុណ្ណឹងគ្រូបាទអរគុណហើយអ្នកព្រៃវែងបានចូលរួមយោបល់ត្រូវហើយសាលាទាំងអស់គ្នាមិនអាចអនុវត្តដូចគ្នាបានទេណា
អានេះស៊ីសនឹងភាពឆ្លាតវៃភាពប៉ិនប្រសប់របស់សាលានីមួយៗណាហើយគឺអ្នកព្រៃវែងមានអីធ្វើការងារបានល្អតើអនុវត្តបានល្អតើខ្ញុំមករយៈពេល4ឆ្នាំ4ឆ្នាំមុននេះមុនឆ្នាំ2025នេះខ្ញុំបានទៅគណៈកម្មការមេប្រយោគនៅខេត្តព្រៃវែងណាទូទាំងប្រទេសប្រចាំនៅខេត្តព្រៃវែងមានអីសាលារៀនយើងតែគាត់ថាកន្លែងខ្លះវានៅលិចទឹកតិចតួចណាមានការកែលម្អតិចតួចហើយរឿងសម្រាមគឺជាបញ្ហាមួយដែលយើងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នាហើយទាំងអស់នេះវាមិនមែនត្រូវការរយៈពេលខ្លីទេគឺត្រូវការពេលដើម្បីធ្វើការកែលម្អធ្វើការអបខាត់នៅសតិអារម្មណ៍ឬមួយក៏ផ្នត់កំណត់របស់អ្នកពាក់ព័ន្ធទាំងអស់មិនគិតថាតែនយោបាយសាលាតែមេដាបេដាសិស្សឬក៏សិស្សានុសិស្សឬមួយក៏ប្រជាពលរដ្ឋជុំវិញទេគឺសុទ្ធតែត្រូវការពេលវេលាបើសិនបើយើងធ្វើការងារទាំងអស់បខំពេកក៏យើងអត់បានលទ្ធផលដែរបានតាមរយៈពេលខ្លីតែរយៈពេលវែងគឺលទ្ធផលអត់ទទួលបានទេបើសិនបើយើងបខំឬមួយក៏រយៈពេលខ្លីដើម្បីធ្វើការងារនេះទោះបីជាការងារតិចតួចឬក៏มันជាសំខាន់យ៉ាងណាក៏ដោយក៏ត្រូវការពេលវេលាដើម្បីនិយាយគ្នាដែរដើម្បីពន្យល់ដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងការកែលម្អជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលារៀនរបស់យើងបាទសូមអរគុណអ្នកព្រៃវែងបាទសូមអរគុណមកខាងតកែវតិចមកសូមលើកខាងតកែវបាទសូមអញ្ជើញអ្នកខាងតកែវអ្នកខាងតកែវមានទេបាទអត់ទេអត់បានចូលឬមួយក៏មិនទាន់និយាយអញ្ចឹងម្លងទៅខាងសិនខាងកំពង់ចាមសូមអញ្ជើញខាងកំពង់ចាមមានប្រសាសន៍តិចមកខាងកំពង់ចាមបាទធ្លាប់ជួបគ្នាខាងកំពង់ចាមបាទសូមអញ្ជើញអ្នកកំពង់ចាមឮខ្ញុំនិយាយទេអូស្ងាត់ហើយខាងត្បូងឃ្មុំអេបាទឥឡូវបងប្អូនយើងមិនទាន់មានយោបល់ខ្ញុំដើម្បីកុំឲ្យខាតពេលយើងបន្តតិចទៀតហើយខ្ញុំនិយាយនេះគឺក្នុងក្របខ័ណ្ឌនៃផែនការយុទ្ធសាស្ត្រវិស័យអប់រំដែលយើងតែងតែលើពាក្យកាត់លើអក្សរកាត់ ESP ណាមកពាក្យ Education Strategic Plan ហើយផែនការយុទ្ធសាស្ត្រនេះគឺជាឯកសារមួយដែលជាឯកសារផែនការរយៈពេល5ឆ្នាំដែលបានធ្វើឡើងដោយក្រសួងអប់រំយុវជននិងកីឡាយើងហើយសហការជាមួយនឹងដៃគូអភិវឌ្ឍអភិវឌ្ឍនៃផែនការយុទ្ធសាស្ត្រនេះគឺយើងបានចាប់ផ្ដើមចេញដំណើរតាំងពីឆ្នាំមុនឆ្នាំ2015ដូច្នេះមកដល់ពេលនេះវា10ឆ្នាំជាងហើយកាលពីទសវត្សរ៍ឆ្នាំ90ផែនការយុទ្ធសាស្ត្រវិស័យអប់រំនេះគឺធ្វើដោយអ្នកពិគ្រោះការអន្តរជាតិបានន័យថាដៃគូអភិវឌ្ឍតែម្ដងជាអ្នកធ្វើហើយស្ថាប័នដែលពាក់ព័ន្ធនោះសំខាន់គឺនាយកដ្ឋានផែនការរបស់ក្រសួងអប់រំយុវជននិងកីឡាយើងដែលបច្ចុប្បន្នគឺស្ថិតនៅក្រោមអគ្គនាយកដ្ឋានគោលនយោបាយនិងផែនការរបស់ក្រសួងអប់រំយុវជននិងកីឡាហើយតាមខ្ញុំចាំគឺផែនការយុទ្ធសាស្ត្រវិស័យអប់រំដែលយើងបានធ្វើនៅពេលនោះគឺមានការធ្វើភាគច្រើនបំផុតដោយអ្នកពិគ្រោះការអន្តរជាតិតែអ្វីដែលជា
ការចូលរួមមតិការចូលរួមច្បល់របស់ក្រសួងយើងគឺមានតិចនៅពេលនោះបាទប៉ុន្តែរហូតមកដល់ឆ្នាំ2015គឺយើងចាប់ផ្ដើមធ្វើជាម្ចាស់ពេញលេញតែម្ដងបាទហើយរហូតមកដល់ពេលនេះគឺយើងបានធ្វើផែនការនេះជាច្រើនឆ្នាំហើយនៅក្នុងឆ្នាំ2024ដល់ឆ្នាំ2028នេះគឺយើងធ្វើការគិតគូរណាពីយុទ្ធសាស្ត្រផ្សេងៗទាក់ទងទៅនឹងវិស័យអប់រំហើយយុទ្ធសាស្ត្រទាំងអស់នោះគឺសុទ្ធតែបានធ្វើការពិគ្រោះយោបល់គ្នាជាមួយនឹងថ្នាក់កណ្ដាលធ្វើការពិគ្រោះយោបល់គ្នាជាមួយនឹងថ្នាក់ខេត្តមានថ្នាក់ជាតិថ្នាក់ក្រោមជាតិហើយពេលខ្លះក៏មានការចូលរួមយោបល់ពីថ្នាក់សាលារៀនថ្នាក់ស្រុកផងដែរនេះគឺជាអ្វីដែលយើងបានធ្វើហើយឯកសារទាំងអស់នេះគឺយើងបានប្រើប្រាស់សម្រាប់ជាផែនទីបង្ហាញផ្លូវផងហើយសម្រាប់ជាវិធានក្នុងការអនុវត្តការងាររបស់យើងផងខ្ញុំសូមបង្ហាញជូនរូបរាងដូចនៅក្នុងឯកសារនេះរូបរាងវាអញ្ចឹងនេះគឺជាផែនការយុទ្ធសាស្ត្រវិស័យអប់រំរបស់យើងគឺឆ្នាំ2024-2028ហើយសួរថាតើយើងអនុវត្តបាន 100% ទេនៅក្នុងផែនការយុទ្ធសាស្ត្រដែលយើងមានហើយឯកសារនេះគឺជាឯកសារមួយដែលជាឯកសារច្បាប់របស់ក្រសួងយើងដែលយើងត្រូវអនុវត្តតាមបទពិសោធន៍គឺយើងអនុវត្តមិនបាន 100% ទេព្រោះថាផែនការនេះគឺជាផែនការរយៈពេល5ឆ្នាំជួនកាលយើងមានការផ្លាស់ប្ដូរនៅក្នុងរយៈពេល1ឆ្នាំឬក៏2ឆ្នាំឬក៏3ឆ្នាំទៅតាមគោលដៅនៃកំណែទម្រង់របស់យើងប៉ុន្តែអ្វីដែលជាសំខាន់នេះឯកសារនេះគឺជាឯកសារគោលដែលមានកម្រាស់រហូតដល់245ទំព័របាទហើយនៅក្នុងនោះបាននិយាយលម្អិតតាក់ទងទៅនឹងបទពិសោធន៍តាក់ទងទៅនឹងតំណោលតាក់ទងទៅនឹងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំរបស់យើងតាក់ទងទៅនឹងយុទ្ធសាស្ត្រថវិកាតាក់ទងទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍផ្សេងហើយនៅក្នុងនោះក៏មានតាក់ទងទៅនឹងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ជាតិយើងផងដែរហើយតិចទៀតខ្ញុំធ្វើការសង្ខេបជូននៅអ្វីដែលជាអត្ថន័យខ្លឹមនៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំហើយឯកសារនេះខ្ញុំនឹងជូនបងប្អូនយើងពេលដែលក្រោយចប់សិក្ខាសាលានៅពេលនេះគឺជូនទៅមហាវិទ្យាល័យអប់រំហើយមហាវិទ្យាល័យអប់រំនឹងចែកចាយបងប្អូនយើងបានអានណាតែអ្វីដែលជាសំខាន់សូមបងប្អូនយើងអានផងទៅបានដឹងហើយកន្លែងខ្លះគឺជាការអនុវត្តផ្ទាល់តែម្ដងនៅមូលដ្ឋានរបស់យើងនេះគឺជាអ្វីដែលជាសំខាន់ហើយការអនុវត្តផ្ទាល់នៅមូលដ្ឋាននេះគឺមានបទពិសោធន៍ច្រើនដែលបានបកស្រង់ចូលមកនៅក្នុងនេះទោះបីជាពាក្យពេចន៍ខ្លះដែលជាពាក្យពេចន៍បច្ចេកទេសយ៉ាងណាក៏ដោយក៏ប៉ុន្តែគឺវាគ្របដណ្ដប់ទៅនឹងបទពិសោធន៍ដែលបានអនុវត្តនៅមូលដ្ឋានរបស់យើងបាទអញ្ចឹងជាសំណូមពរហើយសំណូមពរទៀតថាសូមបងប្អូនយើងអានផងផែនការយុទ្ធសាស្ត្រនេះផែនការយុទ្ធសាស្ត្រសូមតែអានជាភាសាខ្មែរទេហើយប្រសិនបើចង់បានជាភាសាអង់គ្លេសខ្ញុំអាចរកជូនបានដែរហើយខ្ញុំដាក់ជូនដើម្បីឲ្យបងប្អូនយើងប្រៀបធៀបគ្នាថាភាសាខ្មែរនិយាយចេះហើយភាសាអង់គ្លេសនិយាយចុះគឺពេលខ្លះភាសាខ្មែរបញ្យល់ទៅហាក់ដូចជាមិនច្បាស់អាចពឹងផ្អែកទៅលើភាសាអង់គ្លេសក៏អាចមានដែរអានេះគឺជាករណីមួយដែលធ្វើការសិក្សាស្រាវជ្រាវរបស់គ្នាហើយជាពិសេសគឺតាក់ទងទៅនឹងអត្ថបទស្រាវជ្រាវឬក៏ស្វែងរកផែនការយុទ្ធសាស្ត្រឬក៏ស្វែងរកយុទ្ធសាស្ត្រឬក៏គោលដៅកំណែទម្រង់ផ្សេងតាក់ទងទៅនឹងវិស័យអប់រំយើងគឺមានសរសេរនៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំនេះឯងបាទចឹងសូមអានផងបាទឥឡូវយើងធ្វើការសង្ខេបណា
ផែនការយុទ្ធសាស្ត្រ2023 2028ដូចខ្ញុំបានជម្រាបជូនខាងដើមហ្នឹងគឺមានដូចតទៅណាបាទនេះគឺ23 24ទី1គឺ ESP គឺបងប្អូនយើងបានដឹងហើយបងប្អូនយើងបានដឹងហើយគឺ Education Strategic Plan ពាក្យពេចន៍ទាំងអស់នេះគឺជាពិសេសនៅថ្នាក់មន្ទីរអ្នកនៃការផែនការគឺឮពាក្យនេះជាញឹកញាប់ពាក្យជាញឹកញាប់ហើយនៅស្រុកក៏ធ្លាប់ឮដែរ ESP ដែលយើងតែងតែហៅជាភាសាអង់គ្លេសជាអក្សរកាត់គឺ ESP ហើយបើនៅថ្នាក់សាលារៀនសម្រាប់បងប្អូនយើងដែលទទួលបន្ទុកផ្នែកគណនេយ្យផែនការក៏អាចដឹងរឿងច្រើនដែរតទៅ ESP បាទ ESP ស្មើនឹង Education Strategic Plan គឺផែនការយុទ្ធសាស្ត្រអប់រំវិស័យអប់រំបាទសម្រាប់រយៈពេល5ឆ្នាំគឺមកដល់ពេលនេះគឺយើងមានពីឆ្នាំ2024ដល់ឆ្នាំ2028ដែលទើបនឹងចុះលេខាឯកភាពកាលពីដើមឆ្នាំ2024ដោយអាដាមដឹកទេចាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាយើងគឺយើងបានអនុម័តហើយការងារទាំងអស់ដែលតាក់ទងទៅនឹងផែនការយុទ្ធសាស្ត្រនេះដូចខ្ញុំលើកពីខាងដើមគឺបង្ហាញឬក៏រំលេចអំពីផែនការរបស់យើងក្នុងរយៈពេល5ឆ្នាំជាពិសេសហើយក៏ផ្អែកទៅលើបទពិសោធន៍ដែលយើងបានធ្វើក្នុងរយៈពេលកន្លងមកដែរបាទគឺជាផែនការយុទ្ធសាស្ត្រវិស័យអប់រំសម្រាប់រយៈពេល5ឆ្នាំដែលរៀបចំសម្រាប់ការអភិវឌ្ឍវិស័យអប់រំដើម្បីធានាថាប្រជាជនទាំងអស់មានឱកាសទទួលបានការអប់រំពេញលេញនិងមានគុណភាពល្អបាទនេះគឺជាគោលដៅចម្បងដែលតាក់ទងទៅនឹង ESP ធ្វើយ៉ាងណាឲ្យមនុស្សទាំងអស់ដែលគ្រប់វ័យសិក្សាគឺទទួលឱកាសបានការអប់រំពេញលេញហើយនឹងមានគុណភាពល្អដូច្នេះមិនត្រឹមតែទទួលបានឱកាសនៃការអប់រំទេគឺមានគុណភាពល្អទៀតនេះគឺជាចំណុចទី1ដែលសំខាន់ខ្ញុំសង្ខេបជូនអំពី ESP ឆ្នាំ2024 2028បាទចំណុចទី2 Education Strategic Plan ESP 2023-2028នេះគឺជា24បាទមិន23គឺជាផែនទីបង្ហាញផ្លូវក្នុងវិស័យអប់រំរបស់ប្រទេសកម្ពុជាមានទិសដៅនិងគោលដៅសំខាន់បង្កើនគុណភាពអប់រំដោះស្រាយបញ្ហាសមភាពនិងបរិបទផ្សេងទៀតដូចជាការចូលរៀននិងការបោះបង់ការសិក្សាជាដើមនៅក្នុងឯកសារនេះបើសិនបើបងប្អូនយើងអានលម្អិតគឺមាននឹងគ្រប់លំដាប់អំពីគោលដៅនិងទិសដៅក្នុងគោលដៅបង្កើនគុណភាពអប់រំដោះស្រាយបញ្ហាសមភាព equity សមភាពភាសាអង់គ្លេស equity និងផ្នែកផ្សេងទៀតដូចជាការចូលរៀននិងការបោះបង់ការសិក្សាអានេះគឺផ្ដោតសំខាន់ដែលជាគោលដៅខ្លីខ្លឹមនៅក្នុង ESP ចំណុចទី2នេះឯងបាទនេះខ្ញុំសូមជម្រាបជូនអំពីអ្វីដែល ESP បានធ្វើចំណុចទី3 ESP គឺរកទីផ្សារការងារនិងបច្ចេកវិទ្យាជាយុទ្ធសាស្ត្រកែលម្អគុណភាពគ្រូបង្រៀនការបណ្ដុះបណ្ដាលថវិកាគ្រប់គ្រាន់ដល់ឱកាសឲ្យសិស្សពិសេសតំបន់ជួបការលំបាកមិនត្រឹមតែបង្កើនគុណភាពឬក៏ផ្ដល់ឱកាសគ្រប់គ្នាទេ ESP ក៏រកទីផ្សារជូនប្រជាពលរដ្ឋយើងដែរហើយជាពិសេសគឺតាក់ទងទៅនឹងតំបន់ដាច់ស្រយាលនេះហៅថាជាការសិក្សាប្រកបដោយបរិយាបន្ននេះឯងគឺយើងមិនទុកអ្នកណាម្នាក់នៅក្រៅពីការអភិវឌ្ឍឬក៏ការជួយជ្រោមជ្រែងរបស់យើងមកទេគឺយើងជួយទាំងអស់គ្នាឲ្យនៅគ្រប់ទីកន្លែង
មួយទៀត ESP គឺកែលម្អប្រព័ន្ធគ្រប់គ្រងអប់រំនិងធនធានសម្ភារៈពិនិត្យតាមដាននឹងវិតម្លៃសម្រាប់វាស់វែងលទ្ធផលoutcome ដូចជាការចូលរៀនកំណែគម្រោងគុណភាពអប់រំនិងជួយផ្ដល់ការសម្រេចចិត្តផ្នែកធនធាននិងថវិកា ESP គឺជួយអញ្ចឹងជួយថាតកតងទៅនឹងធនធានសម្ភារៈតកតងទៅនឹងការពិនិត្យតាមដាននឹងវិតម្លៃហៅថា outcome នៅក្នុងនោះមានការចូលរៀនកំណែទម្រង់គុណភាពអប់រំនិងជួយផ្ដល់ការសម្រេចចិត្តផ្នែកធនធាននិងថវិកាបាទនេះគឺជាឯកសារយុទ្ធសាស្ត្ររបស់ក្រសួងយើងគឺគ្របដណ្ដប់រឿងច្រើនដែលដូចបាទខ្ញុំរៀបរាប់ជាឯកឥឡូវយើងមើលត្រឡប់មកវិញនេះគឺខ្ញុំគ្រាន់តែសង្ខេបអំពីគោលដៅខ្លឹមតាក់ទងនឹងផែនការយុទ្ធសាស្ត្រវិស័យអប់រំដែលខ្ញុំបានបង្ហាញនៅក្នុងឯកសារភ្ជាប់នៅក្នុងឯកសារសំខាន់របស់យើងតាក់ទងនឹង ESD តាក់ទងទៅនឹង SDGs ឥឡូវយើងមើល SDG គឺវាមិនមែនត្រឹមតែជាគោលនយោបាយធំដែលសកលលោកបានឯកភាពគ្នាហើយដែលប្រទេសផ្សេងទៀតដែលជាសមាជិកអង្គការសហវិជាតិបានឯកភាពគ្នាធ្វើទេហើយក៏វាបានតាក់ទងយ៉ាងស៊ីជម្រៅទៅនឹងសាលារៀននៅក្នុងទំនាក់ទំនងនេះយើងបានឃើញថា SDG ដែលតាក់ទងផ្ទាល់នឹងយ៉ាងជាប់ជិតស្និទ្ធនឹងសាលារៀនមានច្រើនចំណុចក៏ច្រើនកន្លែងណាមិនត្រឹមតែ SDG 4 ទេ SDG 4 នេះគឺយើងបានធ្លាប់បានដឹងមកហើយថាវាតាក់ទងទៅនឹងវិស័យអប់រំប៉ុន្តែវាតាក់ទងច្រើនកន្លែងខាងក្រោមនេះជាចំណុច SDG សំខាន់ដែលតាក់ទងផ្ទាល់នឹងសាលារៀនឥឡូវយើងមើលតាក់ទងទៅសាលារៀន SDG 3សុខភាពនិងសុវត្ថិភាពអានេះគឺតាក់ទងទៅនឹងសាលារៀនហើយដូចយើងបាននិយាយពីខាងដើមថាតាក់ទងទៅនឹងសាលាបៃតងតាក់ទងទៅនឹងសាលាដែលស្អាតដែលមានអនាម័យតាក់ទងទៅនឹងការអនុវត្ត SBM នៅក្នុងសាលារៀនជាដើមឡើងនេះគឺវាតាក់ទងទៅនឹង SDG 3សុខភាពល្អនិងសុវត្ថិភាពសាលាត្រូវផ្ដល់បរិយាកាសស្អាតមានអនាម័យមានទឹកស្អាតបង្រៀនពីសុខភាពសាធារណៈនិងគាំទ្រថែទាំផ្លូវចិត្តសិស្សបាទនេះគឺជាករណីមួយដែលគ្របដណ្ដប់យ៉ាងច្រើនទាក់ទងទៅនឹងសុវត្ថិភាពទាក់ទងទៅនឹងអ្វីដែលបានចែងនៅក្នុង SDG 3ហើយនេះគឺជាវាទាក់ទងផ្ទាល់ទៅនឹងសាលារៀនរបស់យើងតែម្ដង SDG 4 គុណភាពនៃការអប់រំភាសាអង់គ្លេសហៅថា quality education ensure inclusive and equitable quality education and promote lifelong learning opportunity for all តាក់ទងទៅនឹងគុណភាពនៃការអប់រំឲ្យផ្ដល់ឱកាសគ្រប់គ្នានៅក្នុងការសិក្សាពេញមួយជីវិតគឺតាក់ទងផ្ទាល់ណានឹងការអប់រំគ្រប់វ័យសមត្ថភាពគុណភាពបណ្ដុះបណ្ដាលគ្រូការចូលរួមរបស់សហគមន៍និងសេដ្ឋកិច្ចជានិរន្តរ៍បាទនេះគឺ SDG 4ហើយបាននិយាយច្រើនណាស់ហើយនៅក្នុងវេទិកាការពិសព្ទាមុនខ្ញុំក៏បានបង្ហាញពី SDG 4ដែរតាក់ទងទៅឥឡូវយើងមើលថាមានអីទៀតនៅក្នុងនេះSDG 3 4ឥឡូវយើងមើលមក SDG 5វាតាក់ទងទៅនឹងសាលារៀនដែរសមត្ថភាព gender ធានាថាសិស្សស្រីនិងសិស្សប្រុសទទួលបានការអប់រំរៀនដូចគ្នាការគ្រប់គ្រងចំពោះសិស្សស្រីឲ្យបន្តការសិក្សាដែលយើងគ្រប់គ្រងហើយឥឡូវនេះនៅក្នុងគម្រោងដែលផ្ដល់ហេតុឯកទានដោយដៃគូអភិវឌ្ឍធំជាពិសេសគឺគម្រោង chip របស់យើងដែលផ្ដល់ហេតុឯកទានដោយធនាគារពិភពលោកហើយនឹងគម្រោង
របស់ធនាគារ Abonzi ក៏មាននិយាយច្រើនទាក់ទងទៅនឹង gender ហើយនៅក្នុង gender នេះគឺមិនត្រឹមតែជាការគ្រប់គ្រងសិស្សស្រីឬមួយក៏អ្នកគ្រូដែលកំពុងតែមករៀននៅសាលារៀនរបស់យើងទេប៉ុន្តែគេខិតខំធ្វើយ៉ាងណាឲ្យសិស្សស្រីឬមួយក៏សិស្សជានារីនេះទទួលបានលទ្ធផលល្អប្រសើរហើយយើងឃើញមែនមកដល់ពេលនេះតាមលទ្ធផលនៃការប្រឡងមួយគឺឃើញមានកុមារីគឺមានឱកាសច្រើនហើយគាត់ក៏មានលទ្ធភាពបំពេញការងាររបស់គាត់បានច្រើនជាងក្មេងប្រុសដែរយើងឃើញនៅក្នុងអនុវត្តជាក់ស្ដែងឬក៏ការងារជាក់ស្ដែងដែលយើងបានជួបប្រទះ SDG ទី6ទឹកស្អាតនិងអនាម័យនេះមានជម្រាលជួនពិការហើយជម្រាលជួនពិការនេះគឺឲ្យតែអាគារឬក៏ហេដ្ឋារចនាសម្ព័ន្ធដែលសាងសង់ដោយដៃគូគឺប្រកាសជាមានហើយទោះបីជានៅសាលារបស់យើងឬមួយក៏ទីតាំងដែលយើងកំពុងធ្វើការអត់មានជួនពិការមែនក៏ដោយប៉ុន្តែនៅក្នុងក្របខ័ណ្ឌឬក៏គោលដៅរបស់ដៃគូអភិវឌ្ឍគឺត្រូវតែមានជម្រាលជួនពិការជាដាច់ខាតនៅក្នុងអាគារនីមួយៗឬក៏នៅក្នុងស្ថាប័ននីមួយៗជាពិសេសនៅតាមបណ្ដាទប់ទឹកឬមួយក៏ការិយាល័យជាដើមលក្ខណៈបាទសេវាអនាម័យសម្រាប់សិស្សស្រីនិងប្រុសមានទឹកស្អាតសម្រាប់បរិស្ថានសិក្សាដែលមានសុវត្ថិភាពណាឥឡូវយើងឃើញច្រើនហើយគឺមានបន្ទប់ទឹកស្អាតហើយបន្ទប់ទឹកហ្នឹងគឺសម្រាប់ប្រុសនិងសម្រាប់ស្រីប៉ុន្តែគឺយើងនៅមានបញ្ហាក្នុងការថែទាំប៉ុណ្្នឹងឯងណាបញ្ហាថែទាំ SDG 12ការប្រើប្រាស់និងផលិតប្រកបដោយចីរភាពការបង្រៀនស្ដីពីសម្រាមការបញ្ចេញកាកសំណល់ការប្រើប្រាស់ទិន្នផលក្នុងសាលាដោយមានសុចរិតភាពនិងបរិស្ថានស្អាតការបញ្ចេញកាកសំណល់ការប្រើប្រាស់ទិន្នផលក្នុងសាលានេះគឺជារឿងមួយដែលមិនជាធំទេប៉ុន្តែពិបាកដោះស្រាយហើយវាពាក់ព័ន្ធទៅនឹងមនុស្សច្រើននៅក្នុងការងារនេះទីមួយអ្នកដែលបញ្ចោលសម្រាមដំបងនៅកន្លែងលក់គឺម្ចាស់តូបអ្នកលក់ដូរនៅក្នុងបរិវេណសាលារៀនហើយទី2សម្រាមមួយចំនួនដែលគួយឬក៏ពលសិស្សានុសិស្សយើងចូលខាងក្រៅមកបោះចោលនៅក្នុងសាលារៀនក្រោយពីគាត់បរិភោគឬមួយក៏ក្រោយពីគាត់ប្រើប្រាស់រួចហើយគឺជាករណីមួយដែលយើងយកចិត្តទុកដាក់បំផុតណា SDG 12យើងមើល SDG 13វិធានការប្រឆាំងអាកាសធាតុ Climate Action អប់រំបៃតងការធ្វើសាលាបៃតងការអភិវឌ្ឍអភិរក្សធនធាននិងសកម្មភាពបញ្ចេញកាបូនតិច13ទី17ដៃគូសម្រាប់ការអភិវឌ្ឍ Partner for Goal នេះគឺសហការរវាងសាលាឪពុកម្ដាយសហគមន៍ NGO និងអង្គការពិភពលោកនានាដើម្បីសម្រេចគោលដៅអប់រំនិងការអភិវឌ្ឍនេះគឺជាចំណុចឬក៏តាក់ទងទៅនឹងសាលារៀនរបស់យើងឥឡូវយើងមើលនៅក្នុងនេះទំនាក់ទំនង SDG ជាមួយនឹងសាលារៀនរបស់យើងគឺមានច្រើន SDG 3និយាយពីសុខភាពនិងសុវត្ថិភាព SDG 4និយាយពីគុណភាពការអប់រំ SDG 5សមភាព gender SDG 6ទី6និយាយពីទឹកស្អាតអនាម័យទី12និយាយអំពីការប្រើប្រាស់និងការផលិតតាក់ទងទៅនឹងការបញ្ចេញកាកសំណល់ឬក៏សម្រាមដែលជាលទ្ធផលនៅក្នុងសាលារៀនរបស់យើងដូច្នេះក្នុងចំណោម17គោលដៅរបស់ SDG គឺយើងមានប្រមាណគោលដៅគឺយើងមាន1 2 3 4 5ណាគឺយើងមាន5ហើយដែលតាក់ទងផ្ទាល់ទៅនឹងសាលារៀនរបស់យើងដែលជាចំណុចដៅរបស់ SDG បងប្អូនចាប់អារម្មណ៍ទេនៅក្នុងករណីនេះ
ចាប់អារម្មណ៍លោកគ្រូ បាទសូមជើញ ខ្ញុំឃើញតកតងនឹងការអប់រំវាមាន SDG ចាប់ពី3ដល់ពី6ហើយចាប់ហើយ12ទៀតតទៅទៀតអញ្ចឹងខ្ញុំឆ្ងល់ថាចូល SDG 1 SDG 2និង SDG 7ទី8គេនិយាយពីអីអញ្ចឹងលោកគ្រូអរគុណច្រើន អឺហើយខ្ញុំនឹងបង្ហាញជូនឡើងវិញតកតទៅនឹង SDG ទាំងប្រមាណអានោះយើងបានជម្រាបជូនម្ដងហើយនៅក្នុងសប្តាហ៍មុនតែចង់មកទៀតខ្ញុំនឹងជម្រាបជូនប៉ុន្តែអានេះគឺវាតកតងផ្ទាល់ទៅនឹងសាលារៀនរបស់យើងណាសួរថា SDG ហ្នឹងវាគ្របដណ្ដប់តែរឿងធំរឿងប្រទេសជាតិដែរទេគឺគ្របដណ្ដប់ប្រទេសជាតិផងហើយគ្របដណ្ដប់ទៅនឹងសាលារៀនរបស់យើងផងហើយជាពិសេសនៅក្នុងសាលារៀនរបស់ប្រទេសកម្ពុជាយើងប៉ុន្តែអ្វីដែលលើកឡើងបាញ់មិញនេះខ្ញុំនៅបង្ហាញជូននៅពេលចុងក្រោយបើសិនបើខ្ញុំភ្លេចក៏จะផងណាបាទ ចាលោកគ្រូហើយដូចជា SDG 4តកតងនឹងlive long learning បាទ ចាខ្ញុំចង់សួរថាបើយើងមានចង់និយាយថាការអប់រំហ្នឹងវាចាស់ក៏រៀនបានហេតុអីបានជាពេល scholarship គេជួនកាលគេកំណត់អាយុលោកគ្រូអរគុណចា សំណួរទៅត្រូវហើយខ្ញុំក៏ឆ្ងល់ដែររឿងហ្នឹង អរគុណលោកគ្រូចា បាទសំណួរចាំតែខ្ញុំឆ្ងល់ជំរាបសួរបងប្អូនយើងហើយ អរគុណលោកគ្រូ បាទហើយមកឃើញអាហារូបករណ៍មកគឺសុំកម្រិតអាយុពីអាយុប្រហែលឆ្នាំពីអាយុប្រហែលឆ្នាំណា ចា ហ្នឹងហើយខ្ញុំបាទជឿបងជឿ តកតងនឹងអាហារូបករណ៍ហ្នឹងខ្ញុំមើលយូរហើយប៉ុន្តែដល់ពេលខ្ញុំចាប់ដើមអាយុពី40ទៅខ្ញុំលែងមើលអាហារូបករណ៍ទៀតតែតែវាហួសអាយុចាទី1ហួសអាយុទី2ខ្ញុំមើលអាហារូបករណ៍ស្ត្រីវិញកែងលោវាមានអាយុចាស់តែនៅតែអត់នឹងលោកគ្រូនៅតែអត់បានលោកគ្រូ នៅខ្ញុំមានចង្អល់ដូចជាលោកគ្រូដែរមានចង្អល់ដែរមានចង្អល់ដែរហើយប៉ុន្តែប្រហែលជាអ្នកអប់រំគេអាចបកស្រាយបានច្រើន ចាលោកគ្រូ បកស្រាយបានច្រើនតទៅនឹងអាយុហ្នឹងរឿងមួយទៀតក្រៅពីអប់រំខ្ញុំក៏បានអានណាហើយខ្ញុំក៏ចូលចិត្តអានរឿងសង្គមដែរហើយក៏ចូលមើលឬក៏ស្ដាប់រឿងសង្គម ចា កាលដំបូងនេះបបរកញ្ញាពិភពលោកគេយកតែនារីដែលអត់ទាន់មានប្តីទេអញ្ចឹងណា ចា តែដល់ពេលក្រោយមកខ្ញុំឃើញនារីកម្ពុជាយើងគាត់មានប្តីមានកូនគាត់ជាប់បបរកញ្ញាពិភពលោកដែរដូច្នេះគឺគេលែងរើសអើងណា ចា គេលែងរើសអើងទោះបីជាគាត់មានប្តីមានគ្រួសារហើយក៏ដោយមានកូនហើយក៏ដោយប៉ុន្តែគាត់អាចមានសមត្ថភាពអាចប្រកួតប្រជែងបានគាត់នៅតែប្រកួតប្រជែងខ្ញុំឃើញនារីខ្មែរយើងម្នាក់ឈ្មោះអីខ្ញុំភ្លេចទៅ ចា បាទគ្រួសារគាត់ជាជនជាតិបរទេសខ្ញុំឃើញមានពេលដែលថតនោះឃើញគ្រួសារគាត់និងកូនគាត់ម្នាក់ឈរនឹងបានន័យថាគេលែងរើសអើងហើយ អរគុណច្រើនលោកគ្រូ គេលែងរើសអើងប៉ុន្តែតើតទៅនឹងអាហារូបករណ៍ខ្ញុំឆ្ងល់តាំងពីយូរហើយប៉ុន្តែរកមានឱកាសជជែកគ្នាណា ចា ឃើញតែអាហារូបករណ៍នេះប៉ុន្តែលក្ខខណ្ឌចុងក្រោយពីអាយុនេះដល់អាយុប៉ុណ្ណោះ អរគុណលោកគ្រូ ប៉ុន្តែបើនៅធនាគារអាហ្នឹងច្បាស់ហើយគេកំណត់ហើយណា ចា ពីខ្លាចយើងអត់មានលទ្ធភាពសងគេវិញណា ចាស្លាប់ទៅអត់បានសង អាហ្នឹងក៏បានដែររឿងធនាគារគឺគេនិយាយត្រង់ជាមួយយើងហ្មង ចា បាទ អរគុណលោកគ្រូ ប្រហែលជាខ្ញុំនឹងរកឯកសារទាក់ទងទៅនឹងអាហារូបករណ៍ជូនបងប្អូនយើងតាមមើល ចាអរគុណ អរគុណបាទល្អមែនទែនបាទយើងចែកទៅបាទអរគុណ ចាអរគុណ បាទនេះគឺ SDG បាទជំរាបសួរលោកប្រធាន បាទអញ្ជើញអូនអ្នកតកែបាទសូមអញ្ជើញ បាទជំរាបសួរហើយសប្បាយរីករាយមែនតើហើយសប្តាហ៍មុនខ្ញុំអត់បានឆ្លងឆ្លើយជាមួយលោកប្រធានសោះដោយសារខ្ញុំមានធរៈកិច្ចការនៅក្នុងសាលាហើយរៀនបដៅអីបដៅស្ដាប់បដៅប៉ុន្តែអត់បានឆ្លងឆ្លើយហើយឥឡូវហ្នឹងក៏រវល់នេះដែរ
លៀតមកកន្លែងហាងកាហ្វេហ្នឹងមានបាយ អូ បាទហើយគេកំពុងតែជួបជុលទៀតឥឡូវតិចទៀតហ្នឹងនឹងរកកន្លែងដែលមានបាយនេះនៅនេះរៀនអត់កើតទេស្ដាប់សម្លេងអត់បានហើយខ្ញុំចង់មានមតិដែរតាក់ទងជាមួយនឹងការរំកដែលបំបត្តិទៅលើអាយុហ្នឹង បាទ ដូចជាគម្រោង step camp 2យើងហ្នឹងនៅខាងគម្រោងអប់រំយើងហ្នឹងក៏ផ្ដោតលើអាយុដែរហើយខ្ញុំបានសួរនាំទៅតាមលោកជំទាវបណ្ឌិតពួនវិជ្ជការទាក់ទងជាមួយនឹងអាហារូបករណ៍ហ្នឹងគាត់ថាសូមឲ្យខ្ញុំរងចាំឱកាសក្រោយឬមួយអីអញ្ចឹងទៅហើយគាត់ក៏បានបង្ហាញផ្លូវថាឲ្យខ្ញុំនឹងដាក់អាហារូបករណ៍ទៅរៀននៅបរទេសខ្ញុំថាសម្រាប់ខ្ញុំចង់ទៅខ្លាំងណាស់ប៉ុន្តែដោយសារអាហារូបករណ៍នៅបរទេសហ្នឹងក៏គេកំណត់អាយុដែរដល់អញ្ចឹងវាបាត់បង់ឱកាសហ្នឹងលោកធានចង់ទៅស្រុកគេចង់រៀនស្រុកគេកន្លែងបាទជឿបាទយ៉ាងបាទហើយដល់អញ្ចឹងទៅលោកជំទាវបណ្ឌិតគាត់ក៏អត់មានប្រសាសន៍អីលើហ្នឹងដែរបាទខ្ញុំមានតែប៉ុណ្្នឹងទេលោកប្រធានបាទអរគុណណាស់អរគុណបាទ ហ្នឹងប្រហែលជាតេតតនៅឱកាស បាទទៅដល់ឱកាសហើយនៅក្នុង sustainable development ហ្នឹងបានន័យថាយើងធ្វើកំពុងតែធ្វើផលក៏យើងក៏បានគិតពីរឿងចំនួនក្រោយផងហើយយើងទៅរឿងហ្នឹងបើសិនបើយើងជាអ្នកមានបទពិសោធន៍យកអាហារូបករណ៍អស់ក្មេងៗមានឱកាសណា ចាហ្នឹងមួយលោកគ្រូហើយមួយទៀតខ្ញុំកាលទៅជប៉ុនយូរហើយខ្ញុំចាស់ហើយទៅជាមួយក្មេងៗតាមកាពិតអាហារូបករណ៍ហ្នឹងគេអត់គេដាក់ឬអាយុដែរតែគេឲ្យខ្ញុំប្រឡងដល់ប្រឡងទៅយកក្មេងមួយទៅប្រឡងមួយខ្ញុំពេលក្មេងហ្នឹងប្រឡងអត់ជាប់ ហ្នឹងហើយបាទតែថា ដល់ពេលប្រឡងអត់ជាប់ទៅខ្ញុំទៅលោកគ្រូគេដើរខ្ញុំរត់ទៅហើយគេគិតរឿងហ្នឹងឯងលោកគ្រូបាទប៉ុន្តែខ្ញុំនឹងស្វែងរកឯកសារជាវិទ្យាសាស្ត្រជំរាបជូនបងប្អូនយើងបើសិនបើមានឱកាសចាអរគុណលោកគ្រូអរគុណបាទអ្នកតកៅក៏អរគុណអ្នកហាងកដាលក៏អរគុណបាទសូមតិចទៀតបាទមានអីទៀតបាទបើសិនបើមានសូមជួយចូលរួមបាទបាទយើងតទៅទៀតSDG 4 នេះតើតើនឹង quality education នេះខ្ញុំនឹងបង្ហាញជូនអំពីឯកសាររបស់ក្រសួងយើងបាទសូមបងប្អូនយើងនៅមកខាងទៀតដែលអត់ទាន់មាននិយាយសូមតែបិទសលេងផងដើម្បីមកឆ្លើយបាទមកឆ្លងខាងក្រៅមកចូលជំខាងបាទសូមគ្រប់ជំរាបសួរអ្នកគ្រូសឿនសារានជួយបិទមូលក្នុងបាទអរគុណអ្នកគ្រូបាទការคลิกនៅក្នុងនេះខ្ញុំលើកចំណុចដដែលគឺចំណុច3ន័យថាត្រូវប្រកាសថាការអប់រំនោះគឺអប់រំសម្រាប់ទាំងអស់គ្នាទទួលបានសមត្ថភាពនៅក្នុងគុណភាពនៃការអប់រំទី1ទី2 promote lifelong learning for all ន័យថាផ្ដល់ឱកាសគ្រប់គ្នាដល់ការអប់រំពេញមួយជីវិតហើយនៅក្នុង ESP ដែលយើងបាននិយាយមិញហ្នឹងក៏មានការបត់បែនស្របតាមគោលដៅនេះដែរណាធ្វើយ៉ាងណាឲ្យវាទៅទាំងអស់គ្នាមិនថាតែ ESP ទៅតែម្នាក់ឯងហើយអត់ស្របទៅនឹង SDG ឬមួយក៏គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទេបាទ
ហើយឯកសារនេះខ្ញុំនឹងជម្រាបបង្ហាញជូនហើយក៏ជាឯកសារមួយដែលថ្នាក់ដឹកនាំរបស់ក្រសួងយើងបានឯកភាព SDG4 នៃគោលដៅទី4ធានាឲ្យការអប់រំមានគុណភាពប្រកបដោយសមត្ថភាពបរិយាបន្ននិងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នាឯកសារនេះគឺទុកឲ្យបងប្អូនយើងអានដែរនៅពេលដែលខ្ញុំនឹងបញ្ចប់វេទិកានេះនឹងចែកជូនបងប្អូនយើងតាមរយៈមហាវិទ្យាល័យអប់រំបីបងប្អូនយើងបានអានថាតើអ្វីទៅជា SDG4 ដែលក្រសួងយើងក្រសួងអប់រំយុវជននិងកីឡាយើងបានអនុវត្តនៅក្នុងនោះគឺមានភាសាអង់គ្លេសផងនិងជាភាសាខ្មែរផងបងប្អូនយើងអាចអានទៅហើយជាការយល់ដឹងដើម្បីជាបទពិសោធន៍ផងហើយដើម្បីជាអនុវត្តផងបើសិនបើករណីដែលអាចអនុវត្តបាន SDG4 តទៅទៀតសុំកាត់ភាសាលោកធានទេលោកធាន បានជ័យបាទ ខាងសប្តាហ៍មុនលោកប្រធានបានបង្ហាញពីឯកសារមួយតែខ្ញុំអត់ចាំទេថាដល់ចំណងជើងយ៉ាងម៉េចទេប៉ុន្តែឯកសារនោះគឺជាភាសាអង់គ្លេសបាទខ្ញុំអត់ចាំសប្តាហ៍មុនហើយបើយ៉ាងម៉េចយ៉ាងណាអីលោកប្រធានជួយទម្លាក់ឯកសារហ្នឹងឲ្យផងលោកប្រធានតាក់ទងជាមួយនឹងមេរៀនយើងបាទបាទខ្ញុំនឹងមើល slide ឡើងវិញពេលដែលខ្ញុំធានាទេហើយខ្ញុំថានឹងប្រាប់ថាឯកសារអីហើយប្រហែលជាខ្ញុំភ្ជាប់ទៅឲ្យខាងមហាវិទ្យាល័យអប់រំហើយប៉ុន្តែមិនដឹងថាជាភាសាអង់គ្លេសជាភាសាខ្មែរប៉ុន្តែឯកសារខ្លះជារបស់បរទេសជាភាសាអង់គ្លេសហ្មងយើងអត់ទាន់បកប្រែតែនេះជាឯកសារខ្មែរគឺយើងបានបកប្រែហើយបកខ្មែរតម្លាក់ឲ្យប៉ុន្តែនៅភាសាអង់គ្លេសលោកធានបានចាំមើលតើយើងមានភាសាអង់គ្លេសអត់បាទសូមគោរពអរគុណច្រើនលោកធានណាអរគុណបាទគោលបំណងនៃការអវត្តប្រកបដោយចីរភាពនេះខ្ញុំរត់តែនិយាយរំលឹកឡើងវិញតិចទេគឺវឌ្ឍនភាពនិងបញ្ហាប្រឈមអប់រំជាសកលគឺដោះស្រាយបញ្ហាហ្នឹងហើយសួរថាតើមានប្រយោជន៍អីណាដល់សាលារៀនរបស់យើងហើយនឹងការសិក្សារបស់សិស្សនៅក្នុងនេះខ្ញុំចាត់ជាចំណាត់ថ្នាក់ដូចតទៅទី1បង្កើនការយល់ដឹងអំពីបញ្ហាពិភពលោកសិស្សទទួលបានចំណេះដឹងអំពីបញ្ហាធ្ងន់ធ្ងរដែលពិភពលោកកំពុងប្រឈមមុខដូចជាការប្រែប្រួលអាកាសធាតុភាពក្រីក្រសមភាព gender ការអប់រំសម្រាប់ទាំងអស់គ្នាជួយបង្កើតការយល់ដឹងនិងទំនួលខុសត្រូវជាសកលគឺទី1គឺបង្កើនការយល់ដឹងពីបញ្ហាពិភពលោកដល់សិស្សានុសិស្សនេះវាតកតងទៅនឹងការអានច្រើនដែរបើសិនបើបងប្អូនជាអត់អានឬមួយក៏ក្មេងៗមិនបានអានឯកសារនេះក៏គាត់អត់ចូលដែរប៉ុន្តែឥឡូវគឺងាយទេមានទាំង YouTube ផងមានទាំងឯកសារជា soft copy ផងអាចអានបានដូច្នេះសំខាន់បំផុតគឺគាត់ចូលចិត្តអានឬក៏ចូលចិត្តស្ដាប់ប៉ុណ្ណឹងទេនេះគឺជាអ្វីមួយដែលជាការងាយស្រួលរបស់យើងក្នុងពេលសិក្សានៅពេលបច្ចុប្បន្ននេះទី2ជំរុញការអប់រំនិងសមភាពក្នុងសាលានេះគឺតាក់ទង SDG4 អតាក់ទងទៅនឹង SDG5 ផងដែរនៅក្នុងនោះមានបង្កើតឱកាសសិក្សាសម្រាប់គ្រប់គ្នាជំរុញសិទ្ធិសិស្សស្រីនិងកុមារដែលមានបញ្ហាពិសេសបើន័យថាដូចជាគាត់មានពិការភាពឬក៏មានបញ្ហាសុខភាពធ្ងន់ធ្ងរឬក៏ស្រាលទៅតាមអ្វីដែលគាត់មានជំរុញសិទ្ធិស្រីនិងកុមារដែលមានបញ្ហាពិសេសហើយករណីនេះខ្ញុំក៏បានដឹងអំពីរឿងមួយចំនួនកើតឡើងនៅសាលារបស់យើងដែរជាពិសេសនៅក្មេងៗដែលជួបបឋមសិក្សាសិស្សខ្លះគាត់មានបញ្ហាសុខភាពធ្វើឲ្យសិក្សានុសិស្សរបស់ថ្នាក់មួយនោះហាក់ដូចជាមិនសប្បាយចិត្តឬក៏មានការមើលងាយឬមួយក៏មានការមិនពេញចិត្តឬមួយក៏ក្មេងទាំងអស់នោះមិនលេងជាមួយពួកគាត់ជាដើមអញ្ចឹងខ្លះធ្វើឲ្យក្មេងដែលមានបញ្ហានោះកាន់តែមានបញ្ហាឡើងអានេះគឺយើងបានឃើញយើងបានដឹងនៅក្នុងសាលារបស់យើងមិនថាសាលានោះជាសាលារដ្ឋឬមួយក៏សាលាឯកជនទេគឺយើងគាត់បានឃើញហើយ
ទី3ជួយសាលាមានគោលនយោបាយអប់រំនៃភាពស្មើគ្នាបានន័យថាជួយសាលាហ្នឹងតាក់ទងទៅនឹងគោលនយោបាយហ្នឹងឲ្យគាត់កុំគិតឬមួយក៏ឥឡូវនេះគេប្រើពាក្យនិយមហៅបូលីអញ្ចឹងនេះគេប្រើពាក្យដែលពេញនិយមរាល់ថ្ងៃណាដែលមើលងាយគ្នាឬក៏មិនលេងជាមួយគ្នាឬក៏មិនសប្បាយចិត្តជាមួយក្មេងៗដែលមានពិការភាពឬមួយក៏អ្នកខ្លះក្មេងខ្លះវាមិនសូវនិយាយក៏គេមិនសប្បាយចិត្តឬមួយក៏បញ្ហាផ្សេងតាក់ទងទៅនឹងការរស់នៅឬក៏ជីវភាពរស់នៅផ្សេងខ្លះតែធ្វើឲ្យមានករណីនេះកើតឡើងនៅសាលារៀននេះតាក់ទងទៅនឹងជាផែនទីបង្ហាញផ្លូវ2030បាទនេះក៏ខ្ញុំនឹងសូមឲ្យបងប្អូនយើងអានដែរមានភ្ជាប់នៅក្នុង link ហ្នឹងខ្ញុំនឹងផ្ដល់ជូនទៅមហាវិទ្យាល័យអប់រំដើម្បីឲ្យបងប្អូនយើងបានអានបាទឯកសារយើងមានតែពេលខ្លះយើងពិបាករកដែរអញ្ចឹងបើសិនបើមានស្រាប់ហើយសូមអានផងឲ្យអានហើយឲ្យយើងបានយល់យ៉ាងហោចណាស់ក៏យើងបានដឹងពីអ្វីដែលបានកើតឡើងនៅក្នុងសកលលោកឬមួយក៏កើតឡើងនៅក្នុងក្រសួងយើងឬមួយក៏នៅក្នុងវិស័យអប់រំរបស់យើងផងដែរសូមអានផងទី3បណ្ដុះបណ្ដាលសិស្សឲ្យក្លាយជាពលរដ្ឋល្អសម្រាប់សង្គមបង្កើនជំនាញដោះស្រាយបញ្ហាបណ្ដុះការគិតវិនិច្ឆ័យនិងភាពច្នៃប្រឌិតបណ្ដុះទំនួលខុសត្រូវលើបរិស្ថាននិងសង្គមអានេះយើងបានឃើញជាពិសេសហ្នឹងគឺលោកគ្រូអ្នកគ្រូយើងសប្តាហ៍ថ្ងៃនេះគឺគាត់មានភាពឆ្លាតវៃដើម្បីបង្កើនជំនាញដោះស្រាយបញ្ហាឲ្យក្មេងរបស់យើងគិតឲ្យក្មេងរបស់យើងរៀនដោះស្រាយបញ្ហាដោយខ្លួនឯងបណ្ដុះការគិតវិនិច្ឆ័យនិងភាពច្នៃប្រឌិតអានេះក៏យើងបានឃើញច្រើនដែរហើយជាពិសេសនៅក្នុងសាលាដែលជាសាលាចំនួនថ្មីឬមួយក៏សាលាដែលមានការពាក់ព័ន្ធហើយបណ្ដុះបណ្ដាលជំនាញផ្សេងក្នុងការគិតនិងច្នៃប្រឌិតយើងបានឃើញហើយបណ្ដុះទំនួលខុសត្រូវលើបរិស្ថាននិងសង្គមអានេះគឺអ្វីដែលយើងកំពុងតែធ្វើមិនត្រឹមតែបណ្ដុះដល់សិស្សានុសិស្សទេគឺយើងក៏ខិតខំប្រឹងប្រែងដើម្បីជម្រាបជូនឬមួយក៏បញ្ជ្រាបទៅដល់មាតាបិតាសិស្សហើយនឹងបងប្អូនយើងជាបុគ្គលិកឬក៏លោកគ្រូអ្នកគ្រូដែលយើងកំពុងតែធ្វើការយ៉ាងសកម្មនៅក្នុងបណ្ដាសាលារៀនរបស់យើងផងដែរបាទនេះគឺជាករណីទី3ទី4មានប្រយោជន៍ជួយឲ្យសាលាអភិវឌ្ឍទៅជាសាលាបៃតងហើយនៅក្នុងនោះគឺ SDG 6 7 13និង15គឺតាក់ទងយ៉ាងសំខាន់តាក់ទងទៅនឹងសាលាបៃតងហើយសួរថាតើធ្វើម៉េចដើម្បីជួយសាលាទៅជាសាលាបៃតងយើងមាន3ចំណុចសំខាន់ទី1គឺមានការគ្រប់គ្រងទឹកហើយនៅកន្លែងខ្លះវាសំខាន់អត់មានទឹកដើម្បីគ្រប់គ្រងនេះក៏ជាការលំបាកដែរអគ្គិសនីសម្រាមយ៉ាងភាសាប៉ុន្តែគ្រប់គ្រងឲ្យបានភាសាឡើងតាក់ទងទៅនឹងអគ្គិសនីតាក់ទងទៅទឹកតាក់ទងទៅនឹងការគ្រប់គ្រងសម្រាមទី2បរិស្ថានស្អាតមានដើមឈើនិងធនធានធម្មជាតិថែរក្សាណាគឺថែរក្សាធនធានធម្មជាតិមានដើមឈើបើសិនអត់មានដើមឈើទេតាមដើមឈើឡើងវិញឬមួយក៏មានការកែប្រែកន្លែងណាសម្រាប់កាប់ដំឡើងវិញទី3មានវិធានការប្រឆាំងការប្រែប្រួលអាកាសធាតុហើយសួរថាតើយើងប្រឆាំងការប្រែប្រួលអាកាសធាតុយ៉ាងម៉េចបើសិនបើរឿងអាកាសធាតុជារឿងធម្មជាតិប៉ុន្តែអ្វីដែលយើងធ្វើបានដូចជាដើមឈើដូចជាធ្វើសួនចម្រុះឬក៏មានបន្លែផ្លែឈើជុំវិញអាគារសិក្សារបស់យើងជុំវិញបរិវេណសាលារបស់យើងដើម្បីឲ្យវាត្រជាក់ឬមួយក៏ផ្ដល់បរិយាកាសជាល្អដល់សិស្សានុសិស្សយើងនៅពេលដែលជាពិសេសនៅពេលដែលរស់នៅខែក្តៅឬក៏ខែប្រាំងជាដើមឡើងទី5ជំរុញការសហការនិងសហគមន៍នៅក្នុងនេះតកតងសំខាន់គឺ SDG 17 SDG 17សាលាអាចសហការជាមួយអង្គភាពផ្សេងដើម្បីអនុវត្តគោលដៅបានន័យថាសាលាអាចសហការជាមួយសហគមន៍អាចសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ដើម្បីអភិវឌ្ឍឬក៏អនុវត្តគោលដៅដែលយើងចង់បាន
ជំរុញការចូលរួមរបស់សិស្សនៅពេលនេះគឺមានលោកគ្រូអ្នកគ្រូនិងមេដាបេដាសិស្សគឺជំរុញការចូលរួមអានេះគឺយើងនិយាយជាដដែលទេការចូលរួមរបស់បងប្អូនយើងតំណាងសហគមន៍ឬមួយក៏អាជ្ញាធរដែនដីនៅជុំវិញសាលាយើងនេះគឺជំរុញឲ្យគាត់ចូលរួមហើយសួរថាតើជំរុញធ្វើម៉េចអានេះគឺបងប្អូនយើងអាចដឹងខ្លួនឯងថាជំរុញធ្វើម៉េចតែកន្លែងខ្លះគឺជំរុញមិនរុញមិនទៅដោយសារមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយគ្នារវាងសាលាហើយជាពិសេសទីក្នុងសាលារបស់យើងតែម្ដងបាទយើងក៏បានដឹងពីករណីនេះនៅទីតាំងមួយចំនួននៅតំបន់មួយចំនួនគឺបងប្អូនយើងដែលជាសហគមន៍មិនបានចូលរួមយ៉ាងខ្ជាប់ខ្ជួនឬក៏មិនបានពេញលេញទេប៉ុន្តែផ្ទុយទៅវិញនៅកន្លែងមួយចំនួនគឺសហគមន៍ចូលរួមពេញលេញហើយព្រមទាំងធ្វើការឧបត្ថម្ភជាជំនួយផ្នែកថវិកាជាជំនួយផ្នែកសម្ភារៈដល់សាលារៀនទៀតផងនេះគឺជាករណីមួយដែលយើងទាំងអស់គ្នាគួរតែគិតពិចារណាទី6ដល់ជំរឹះវិជ្ជាជីវៈសម្រាប់អនាគតអភិវឌ្ឍសមត្ថភាពសម្រាប់ការងារស្រាវជ្រាវបរិស្ថានគ្រប់គ្រងធនធានបង្កើនឱកាសរកការងារល្អនៅថ្ងៃអនាគតន័យថាមានបច្ច័យខ្លះ SDG ទៅដល់សាលារៀនគឺមានបច្ច័យអញ្ចឹងណាអភិវឌ្ឍសមត្ថភាពបង្កើនឱកាសការងារល្អនៅថ្ងៃអនាគតបាទនេះគឺជាប្រយោជន៍នៃ SDG សម្រាប់សាលារៀននិងការសិក្សារបស់សិស្សមាន6ចំណុចធំហើយនៅក្នុងចំណុចនីមួយៗមាន2ចំណុចរហូតដល់3ចំណុចសំខាន់នៅក្នុងការងារដែលតាក់ទងទៅនឹងផលប្រយោជន៍នៃ SDG ជាមួយនឹងសាលារៀនហើយនៅក៏ជាមួយនឹងសិស្សបាទនេះគឺជាអ្វីដែលយើងសង្ខេបអំពីឯកសារសំខាន់នៃ SDG ឬក៏គោលដៅសំខាន់នៃ SDG តាក់ទងទៅនឹងផលប្រយោជន៍សម្រាប់សាលារៀននិងការសិក្សារបស់សិស្សបាទនៅកន្លែងនេះខ្ញុំចង់បានជម្រាបពីបងប្អូនយ៉ាងដែរថាក្រៅពីចំណុចទាំង6ធំដែលខ្ញុំបានផ្ដល់ជូនអំបញ្ញនេះតើមានអីខ្លះដែលតាក់ទងទៅនឹងសាលារៀនហើយនឹងតាក់ទងទៅនឹងការសិក្សារបស់សិស្សបាទសូមអញ្ជើញបើសិនបើមានជាបទពិសោធន៍ឬក៏ជាគំនិតសំខាន់ប្លែកពីអ្វីដែលខ្ញុំបានលើកឡើងទាំង6ចំណុចបាទសូមអញ្ជើញ